ហើយខេត្តទាំងត្រៃនេះយើងអាចចាត់ទុកថាជាខេត្តមួយដែលជាអតិភិបមួយនៅក្នុងរឿងកិច្ចការសន្តិសុខហើយខ្ញុំក៏សូមកោតសរសើរទៅដល់រដ្ឋបាលខេត្តស្នងការដ្ឋានគរបាលខេត្តកងរាជអាវុធខេត្តក៏ដូចជាតំបន់ប្រតិបត្តិការសឹករងខេត្តដែលចូលរួមនៅក្នុងការថែរក្សាកន្លែងនេះគឺជាកន្លែងតំបន់ឆ្លងកាត់ធំវាតាក់ទងជាមួយនឹងប្រទេសឡាវប្រទេសចំនួននៃអក្រិតកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រងចឹងកន្លងទៅគឺមានការចាប់ការបំផ្លាញនៅសកម្មភាពខុសច្បាប់ឆ្លងដែនឆ្លងកាត់រត់ពន្ធគ្រឿងញៀនឆ្លងដែនដែលចូលពីប្រទេសផ្សេងមកយើងដើម្បីឆ្លងកាត់ចឹងការទប់ទល់នេះគឺជាកិច្ចការសំខាន់ហើយខ្ញុំសូមឲ្យអាជ្ញាធរខេត្តអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តបន្តនៅកិច្ចការនេះឲ្យបានយកចិត្តទុកដាក់ធ្វើយ៉ាងណាខេត្តយើងកុំឲ្យមានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់អ្វីដែលជាយើងរួមសេដ្ឋកិច្ចខ្មៅយកចូលក្នុងខេត្តឲ្យសោះឆ្ងាយវាមានបញ្ហាសម្រាប់មុខរបរខ្លះប៉ុន្តែវាមានអំណោយផលដល់មុខរបរដែលមិនចង់ឲ្យគេឃើញមុខរបរដែលអាចថាប៉ះពាល់ទៅដល់សន្តិសុខសង្គមអញ្ចឹងគឺទៅធ្វើម៉េចទប់ទល់ក្រុមបណ្ដាញអក្រិតកម្មមិនថាជានៅក្នុងខេត្តឬមួយក៏ឆ្លងខេត្តឆ្លងប្រទេសត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបានអនុវត្តច្បាប់ឲ្យបានបឹងបាត់នេះគឺជាបរិស្ថានមួយដែលយើងចង់ធានាព្រោះបើសិនជាខេត្តមានឈ្មោះប្រឡាក់ប្រឡូកហើយគឺពិបាកលៀងណាស់ត្រូវការតាមមួយផ្លេតទេឡានបើកកាត់មួយពេកខ្ទៀតផុកមកយើងតាមមួយផ្លេតទេយើងប្រឡាក់តែត្រូវការពេលវេលាដើម្បីបោសសម្អាតវាអញ្ចឹងកុំឲ្យវាប្រឡាក់កុំដើរចិត្តផុកកុំយកផុកប្រដាក់ជាប់ខ្លួននេះគឺត្រូវថែរក្សាឲ្យបាននេះដែលថាទីមួយសង្គ្រាមឥឡូវបើយើងអត់សង្គ្រាមហើយគឺរឿងសន្តិសុខស្ថិរភាពនិងបញ្ហាសុវត្ថិភាពជូនប្រជាពលរដ្ឋទេបើជាកន្លែងអសន្តិសុខកន្លែងអសុវត្ថិភាពមានឈ្មោះមានបញ្ហាគឺអត់មានពីណាមកទេកុំថាហៅទេសចរមកលេងឬមួយក៏វិនិយោគសំបីតអ្នកនៅក្នុងខេត្តក៏ពិបាករស់ទៅដែរនេះគឺជាកត្តាដែលត្រូវការពារឲ្យបានដាច់ខាតនេះជាបរិស្ថានដែលជាត្រូវទី2គឺគោលនយោបាយក្រោយពីមានបរិស្ថានស្ថិរភាពហើយបើអត់មានគោលនយោបាយត្រឹមត្រូវក៏មិនអាចអភិវឌ្ឍកន្លែងមួយបានដែរមិនថាកន្លែងនឹងមានសក្តានុពលធម្មជាតិប៉ុណ្ណាភូមិសាស្ត្រល្អយ៉ាងណានោះទេតែគោលនយោបាយមិនត្រូវហើយគឺបញ្ហាហើយ